វាស្នាមមើលឃើញមែនខ្ញុំមិនដែរសម័យខ្លួនឯងថាត្រូវទៅដល់ប្រទេសបារាំងអីចឹងហើយទៅនេះអត់មានចំណាយខ្លួនឯងអីមករៀលទៀតគឺគេ cover ឲ្យគ្រប់យ៉ាងទៅនេះគឺទៅបានយូរទៀតត្រូវ transit ពីប្រទេសដែរហើយទៅចង់កន្លះខែជាងហ្នឹងគឺមានរឿង unexpected ច្រើនមែនតើមានទាំង airline ដែលយើងត្រូវជិះហ្នឹងគេតម្លាក់ខុសបីកន្លែងហ្នឹងយើងត្រូវ transit ដល់ពេលគេតម្លាក់ចឹងទៅធ្វើឲ្យយើងកាំងនៅប្រទេសបារាំងហ្នឹងឡើងមួយអាទិត្យជាងហើយពេលហ្នឹង fly គេអត់ respond ឲ្យយើងទៀតយើងគេងពីមួយកន្លែងទៅមួយកន្លែងមូពេញហ្នឹងមានទាំងធ្លាយទៅគេងតែបងប្អូនខ្មែរនៅហ្នឹងតែបទពិសោធន៍មួយនេះគឺមួយជីវិតមិនអាចបំភ្លេចបានហ្មងព្រោះតែគេនៅផ្ទះបងប្អូនហ្នឹងគឺគាត់របៀប local គាត់នាំដល់លេងគាត់មានម្ហូបខ្មែរញ៉ាំអីចឹងហើយវាមានរឿងច្រើនទៀតដែលចង់ចែកម្លែកក្នុងវីដេអូហ្នឹងអញ្ចឹងតោះទៅតាមដានជីវិត Janet Empire ទាំងអស់គ្នាអញ្ចឹងខ្ញុំចេញទៅថ្ងៃ23ខែ2ហើយខ្ញុំទៅហ្នឹងគឺខ្ញុំទៅមើលបច្ចេកធំមួយតាក់ទងមួយបដាល់គុនខ្មែរដែលធ្វើនៅប៉ារីសហ្នឹងអញ្ចឹងបច្ចេកហ្នឹងធំហើយកីឡាករធំរបស់យើងទៅទាំងអស់អញ្ចឹងក្រុមហ៊ុនក៏គាត់អាសាខ្ញុំមកកាន់បច្ចេកខ្ញុំត្រូវធ្វើការមួយ boxer ឡាញរឿងអីផ្សេងធ្វើ marketing promote campaign ហើយពេលទៅគឺភ្លាមហ្មងមិនភ្លាមយើងអត់ដឹងមុនទេថាយើងដឹងយើង interview យកវីសាជាប់ត្រូវទៅគ្រាន់ថ្ងៃទៅហ្នឹងគឺធ្វើការធម្មតាពេលល្ងាចគឺរត់មកហ្មងហើយមិនរត់មកហ្នឹងត្រូវឆ្លៀតមាន press conference មួយចឹងធ្វើឲ្យយើងអត់មានទៅ get ready ទៅដើរលេងអីតែបានទេហើយពេលខ្ញុំជិះហ្នឹងខ្ញុំជិះ fly Emirates ត្រូវ transit នៅ Dubai ហើយនេះគឺជាកៅអីឡើងខ្ញុំអង្គុយតែមានឡើងសាក់ថ្មមានកាសមានអីមួយសេតហើយគេមានទូទួសនៅមុខហ្នឹងសម្រាប់ឲ្យយើងមើលហើយគេ serve ម្ហូបឲ្យយើងមាន drink មានអីចឹងទៅហើយមានយ៉ានិតនេះគឺមានជាការសុំ red wine មួយកែវអីចឹងបាទ red wine ដើម្បីដេកតែមានអ្នកគ្នាឆ្ងាញ់តែអញ្ចឹងជាប្រហែល3ម៉ោងអីមកដល់សិង្ហបុរីអញ្ចឹងអត់ដឹងមិនទេសុកគេមកឲ្យចុះនៅសិង្ហបុរីអញ្ចឹងខ្ញុំត្រូវដូរជើងហានៅសិង្ហបុរីហ្នឹងម្ដងមានជាការដេកនេះនៅពេញពលានអីចឹងទៅតែអ្នកគ្នា honestly first time ដែលជន់លើទឹកដីសិង្ហបុរីតែគ្រាន់យើងអត់បានចេញអីមើលអីទេនៅតែពលានហ្នឹងតែរាប់ដែរណោះហើយពេលហ្នឹងប្រហែលចាំ 3-4 ម៉ោងតែហើយនៅយន្តហោះខ្ញុំបានដេកអីផងត្រូវមក transit នេះអត់ត្រឡប់នឹងដេកអត់កើតទៀតអញ្ចឹងពី2ម៉ោងហើយក៏បានឡើងទៅ Dubai អញ្ចឹងត្រូវ take fly ប្រហែលជា7-8ម៉ោងទៀតបានដល់ Dubai ហើយពេលចិត្តដល់ Dubai ហ្នឹងអត់ដឹងយន្តហោះវាមានបញ្ហាអីទេប្រហែលជាកាសធាតុអញ្ចឹងទងំតើវា landing នេះឡើងចង់1ម៉ោងឥឡូវមកដល់ហើយនេះគឺជាទស្សនវិជ្ជារលានយន្តហោះ Dubai rushing to the flight ចឹងគឺដល់វគ្គជួបបញ្ហាបដោតគឺដោយសារពីសិង្ហបុរីហ្នឹងវា landing យូរពេកចឹងពេលមកដល់ Dubai គឺរត់ឆ្លេឆ្លាអត់ទៅ boarding ប៉ុន្តែគឺទៅអត់ទាន់គេបិទទ្វារហោះចោលបាត់គឺមកក្រុម stuck នៅ Dubai បដោតតែគ្រាន់ពេលហ្នឹងចុះឡើងយើងនិយាយមួយគេតែមិនដឹងថាយើងអត់ខុសព្រោះដោយសារតែខាង fly ខាងនោះគេអ្នក delay ចឹងធ្វើឲ្យយើង miss and next fly នៅ Dubai ហ្នឹងអញ្ចឹងត្រូវអង្គុយចាំនឹងចរចាឡើងមកយូររហូតដល់គេព្រមcompensate ឲ្យយើងអញ្ចឹងគេដាក់ next fly យើងហ្នឹងនៅថ្ងៃស្អែកវិញអញ្ចឹងតែស្អែកហ្នឹងដូចជាស្អែកពេលយប់ទៀតអញ្ចឹងយើងមានពេលឡើងមួយថ្ងៃជាងមកសម្រាប់នៅ Dubai គេ cover កន្លែងគេកន្លែងអីមកឆ្ងាត់គេយកឡានឲ្យយើងអញ្ចឹងអានេះអាចនិយាយថាសំណាងអាក្រក់ប៉ុន្តែក៏ជាសំណាងល្អហើយអ្នកគ្នា Dubai ពេលថ្ងៃឡើងស្ងាត់អត់មានមនុស្សមកស្រុកហ្នឹងតែមនុស្សច្រើនគឺចេញទៅយប់វិញហើយដែលយើងមកដល់ hotel ហើយកន្លែងគេ cover ឲ្យហ្នឹងទាំងញ៉ាំអីហាបីពេលគេទទួលទាំងអស់អញ្ចឹងពេលញ៉ាំអីយើងមួយទឹកមួយអីជាក់ខ្លួនហើយគឺយើងជួលឡានជិះដើរលេងមើលទីក្រុងគេអញ្ចឹងទៅហើយទីក្រុងគេនិយាយពីថាឡានបាក់លឿននៅ Australia ឡានដែលខ្ញុំជួលហ្នឹងគឺជិះអ្នកមកអីពលមកហើយយើងទៅដំបូងគេគឺផ្សាររាត្រីរបស់គេហ្នឹងដូចឥណ្ឌាដូចអាឡាដាំងអីចឹងនិយាយទៅដូចនៅក្នុងរឿងអាឡាដាំងហ្មងហើយអ្នកតំណាងឲ្យអូតហើយក្របពេជ្រភ្លីងអីចឹងពូភ្លើងអីទៀតនិយាយទៅដូចនៅក្នុងអាឡាដាំងហើយបើកន្លែងនេះដូចថយជ្រោយច្បារខ្ញុំដើរមកកន្លែងនេះគឺជ្រោយច្បារប្រហើយហើយអាហ្នឹងវានៅជាប់ផ្សាររាត្រីគេហ្មងហើយគេមានសិល្បៈនៃសំណង់នេះអាហ្នឹងគេដាក់ projector ដូរ story វារហូតនៅលើអាគារមួយហ្នឹងហើយលយមែនតើមើលទៅដូចរៀលចឹងហើយអានេះសិតតារបស់វត្ថុអនុស្សាវរីយ៍អញ្ចឹងហើយនៅក្នុងកោបខ្លាំងមែនតើស្លាញ់ទឹកអប់វាគឺក្លិនអីម្យ៉ាងគឺកោបអារបៀបទឹកអប់លក្ខណៈ premium គេហើយទឹកអប់នេះហៅទិញដែរតែគេអត់ឲ្យទិញ
រៀបនៅនឹងដូចខ្លាចចាញ់បោកគេអីដែរវាអត់សូវសេះមិនដែរហើយយើងនេះទៅកន្លែងបន្ទាប់នេះអានេះគឺជាស៊ុំធំជាងគេបង្អស់នៅលើលោកហ្មងគេថាជាប់ Guinness ទៀតអញ្ចឹងយើងក៏ចូលថតតែគាត់រៀងបាក់ឲ្យពេលនឹងវាដេកខ្លាំងតែដើម្បីមើលទីក្រុងឌូបៃគឺតស៊ូមើលរហូតហើយខ្ញុំ excited ជាងគេហ្នឹងគឺទៅអាគេដែលខ្ពស់ជាងគេនៅលើលោកហ្នឹងអ្នកនរគ្នាទៅគ្រាន់តែឈរមើលបាក់កមកអីអត់ច្បាស់ដូចបើKhalifa មិនថាខ្ពស់មែនខ្ពស់សាហាវហ្មងហើយបានដេកនៅនឹងមួយយប់ជីវិតមានន័យបដៅតែអត់ទេសូមអរគុណថ្លៃខ្លាំងតម្លៃថ្លៃខ្លាំងមែនទែនហើយនៅម្ដុំហ្នឹងអូស្អាតខ្លាំងណាស់អ្នកគ្នាធ្លាប់តែឃើញនៅក្នុងវីដេអូអញ្ចឹងពេលបានមកជួបផ្ទាល់គឺថាយើងនៅក្នុងវីដេអូហ្នឹងហ្មងមានអារម្មណ៍អញ្ចឹងអញ្ចឹងបន្ទាប់ពីចេញកន្លែងហ្នឹងទៅគេនាំទៅមើលកន្លែងគេនេះមួយទៀតតែភ្លេចអស់បាត់ហើយតែនេះក៏ធំដែរអ្នកនរគ្នាគេអាកិត្តិឈើគេឡើងលយហ្មងហើយប្រទេសនេះគេគ្រប់សាសនាគេខ្ញុំគិតថានេះក៏ប្រហែលធ្វើឲ្យតកតងមួយសាសនាគេដែរហើយនេះគឺជាទស្សនវិជ្ជាអានេះគ្រាន់តែអត់តន់ដល់កណ្ដាលក្រុងគេហ្មងណាអានេះគ្រាន់ជាគេអញ្ចឹងតែអូយស្អាតញ៉ាំអញ្ចឹងក្រោយមើលប៉ុណ្ណឹងហើយក៏យើងជិះស្រុកទៅវិញហើយមកដល់ផ្ទះដោយសារតែខ្ចប់មីមកច្រើនមែនទែនពីខ្មែរបើថាស៊ូឃ្លានអត់ឲ្យឃ្លានទេម្ហូបនៅនេះគេឲ្យញ៉ាំបបោមកហើយនៅឌូបៃយើងអាចញ៉ាំបានម្ហូបគេរបៀបគ្រីអីចឹងឆ្ងាញ់ហ្មងតែគ្រាន់តែវានឹករបៀបជាតិខ្មែរតោះបានមួយថ្ងៃហងក៏ឆុងមីទៅហើយឌីអាយវាយទៀតអត់មានចានយកកែវគេធ្វើចានយកមកតែចានទៅពេលនេះតែគ្រាន់តែវារៀងប្រៃតែខ្លួនណាអញ្ចឹងឥឡូវយើងធ្វើដំណើរទៅពលានវិញហើយនៅស្រុកហ្នឹងពេលយប់ពេលព្រឹកអីគឺត្រជាក់ខ្លាំងហ្មងដូច22 23អង្សាសេហ្មងតែពេលថ្ងៃក្តៅវិញហើយនេះដូចប្រាប់ជាជាមួយឡានគឺបោកវូហើយដល់ត្រូវបាត់វាបាត់យកហ្មងនិយាយទៅខាឈើខុសគ្នាតាំងពីការបាក់ឡានទៅហ្មងណាចឹងឥឡូវពួកយើងមកដល់ពលានហើយយើងហៅ breakfast ញ៉ាំចឹងទៅបាទនឹកហូបខ្មែរអត់នឹកអានេះគេហៅគេអានេះដូចបើនៅស្រុកគេគេហៅនំសណ្តែកដីហ៎នំសណ្តែកដីឌូបៃនិយាយទៅនេះមកអង្គុយចាំមុនហ្មងខ្លាចគេ fly ចោលហើយយើងញ៉ាំ breakfast អីនៅ airport ឌូបៃអីចឹងតែដល់គ្នាថ្លៃគ្រាន់តែកំប៉ាំងខ្ញុំហ្នឹងដូចចង់ខ្ទង់20រៀលបាទហើយសួរតែឆ្ងាញ់អត់ទេចាញ់នំប៉័ងដាក់សាច់តែកាហ្វេឆ្ងាញ់ហើយអត់កាហ្វេឆ្ងាញ់ហ្មងជួបរសជាតិថ្មីរហូតពេលជីមានអា2ជួរមានអាគេ3ជួរឥឡូវនេះឡើងមកដល់អា2ជាន់តែម្ដងបាទយើងហោះនៅឌូបៃគឺមាន2ជាន់បាទពលប៉ុនណានៅមកកពស់ស្លឹមអញ្ចឹង finally I'm going to Paris អូនិយាយទៅអ្នកហូមីខ្ញុំតែសាវលីគាត់ហ្នឹងគេដឹកទៅ direct ទៅ Paris ដឹងថាលយគាត់អាយហ្នឹង2ថ្ងៃហើយ2ថ្ងៃបងអត់មានតែឲ្យដូរវ៉ាលីហោះទៅបារាំងបាត់ហើយមកដឹងនៅឌូបៃ2ថ្ងៃ3ប្រទេសទៅបារាំងមកថ្ងៃហ្នឹងហើយអ្នកគ្នាអា long fly អញ្ចឹង the most excited moment បានញ៉ាំអាម្ហូបគេ provide ហ្នឹងហ្មងនិយាយទៅគេរៀបចំមកឡើងមានគ្រប់ហ្មងគេមានទាំង main dish side dish អីចឹងទៅមានផ្អែមមាន snack មានអីអញ្ចឹងដូចពេលទៅម៉ារ៉េតម្ហូបគេផ្សេងរបៀបគ្រីបាយវិញពេលឡើងមកបារាំងម្ហូបគេរបៀបផ្សេងហើយវាមិនឆ្ងាញ់គ្រប់មុខទេប៉ុន្តែ mostly ឆ្ងាញ់ហ្មងហើយ fly ទៅបារាំងហ្នឹងគឺយូរម៉ោងទៀតគ្រាន់តែ fly ហ្នឹង3ម៉ោងទៀតបាទអញ្ចឹងដូច journey នៅលើយន្តហោះហ្នឹង is all about អង្គុយញ៉ាំផឹកកាហ្វេហើយនឹងមើលរឿងហ្នឹងតែមានអីអ្នកគ្នាមួយយ៉ាងទៅនិយាយទៅ one in the lifetime experience ហ្មងFinally we arrived here ទីបំផុតមកដល់បារាំងហើយតែអារម្មណ៍ពេលហ្នឹងអត់ដឹងថារៀបចំរឿងតែរំភើបខ្លាំងចង់ចេញពីពលានហ្នឹងខ្លាំងហ្មងអញ្ចឹងដោយសារវារៀងវែងដែរសូមតបហាត់ធូខ្ញុំនឹងនិយាយពី journey នៅក្នុងប្រទេសបារាំងហ្មងហើយនិយាយនៅក្នុងប្រទេសបារាំងហ្នឹង200រសជាតិជាងអាពេលជីមកនៅទីអញ្ចឹងអរគុណមួយប្រហែលជា16នាក់ដែលមើលវីដេអូនេះចាំជួបគ្នានៅផាត់ធូអញ្ចឹង